ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Admin ឡើយថ្ងៃនេះដែរ Admin នឹងមកបន្តសាច់រឿងគំនូរស្នេហ៍បងប្អូនភ្លោះភាគទី21ដែលជាភាគបន្តមុននឹងចូលទៅដល់ក្នុងសាច់រឿង Admin សង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចចុច Like Subscribe ហើយដាក់កណ្ដឹង Admin ម្នាក់មួយផងណាកុំឲ្យខាតពេលយូរយើងទៅមើលសាច់រឿងភាគនេះពេញទាំងអស់គ្នាតាមនៅសាច់រឿងភាគនេះដែរសាច់រឿងគេបានលេងត្រឡប់ក្រោយមកបន្តិចដោយនៅពេលដែលរនយ៉ាងគេនិយាយថាគេមិនអាចទទួលបន្ទុកដែលរនចង់បានទុកឲ្យគេហ្នឹងណាហើយគេចាំបកគលរបស់គ្រប់យ៉ាងទាំងរឿងស្នេហាទាំងអីទាំងអស់ហ្នឹងឲ្យទៅកាន់រនចឹងវិញរនចឹងគេឃើញរនយ៉ាងអញ្ចឹងហើយគេក៏និយាយថាមកយកគេមានអារម្មណ៍ថាឥឡូវហ្នឹងរនយ៉ាងដូចជាធំជាងមុនអញ្ចឹងអ្នកនឹងដែរសាលូហើយនឹងរូម៉ូពួកគេទាំងពីរអ្នកក៏បានដើរចូលមកខាងក្នុងសាលូនាងបានរកដោះអាវពិនិត្យរនចឹងអញ្ចឹងណាតែរនចឹងគេខាត់សាលូនាងនិយាយថាមិនបាច់ខ្មាស់អៀនអីទេព្រោះដោយសារតែថ្ងៃស្អែកពួកយើងនឹងខ្លាចទៅជាប្តីប្រពន្ធនឹងគ្នាហើយរឿងមួយក៏ដោយសារតែមានអ្នកដតីនៅទីនេះទើបធ្វើឲ្យរនចឹងគេខ្មាស់អៀនប៉ុន្តែនាងមកនេះនាងមានដំណឹងល្អមកប្រាប់រនចឹងនាងបានស្វែងរកអ្នកដែលបរិច្ចាគបេះដូងឲ្យរនចឹងនឹងបានហើយរនយ៉ាងគេលើអញ្ចឹងហើយគេឡើងសប្បាយចិត្តហើយគេសួរថាអញ្ចឹងរនចឹងនឹងមិនស្លាប់ទេត្រូវអត់សាលូនាងក៏តបវិញថាអត់តន់ច្បាស់ទេចាំមើលលើប្រតិបត្តិការសិនរនចឹងគេក៏និយាយឡើងថាមិនបាច់សប្បាយចិត្តទេដោយសារតែអ្នកបរិច្ចាគបេះដូងនឹងគេមើលទៅដូចជាមិនចង់បរិច្ចាគទេតើតើអ្នកបរិច្ចាគនឹងស្លាប់ក៏មិនគេអាចយកបេះដូងនឹងយកមកឲ្យរនចឹងបានចឹងហើយវាអត់មានសង្ឃឹមអីសោះហ្មងណារូម៉ូនាងក៏និយាយលើកទឹកចិត្តថាមិនអីនោះទេយ៉ាងហោចណាស់ក៏យើងនៅតែមានសង្ឃឹមដែរប្រហែលជាព្រះនៅមិនទាន់ចង់យករនចឹងទៅណាតែលោកនាងនិយាយថាប្រកាសហើយដោយសារតែអាចង់របស់យើងតែសង្ហាទាំងអ្នកមានទាំងខ្ពស់ល្អមកចាំអញ្ចឹងហើយព្រះនឹងមិនយកអាចង់ទៅណាប៉ុន្តែនិយាយអញ្ចឹងស្អែកគឺជាថ្ងៃដែលខ្ញុំរៀបការជាមួយនឹងអាចង់ហើយរូម៉ូតានាងអាចមកជួយរៀបចំខ្ញុំបានអត់រនយ៉ាងគេលឺអញ្ចឹងហើយគេក៏សុំចូលខ្លួនគេជាអ្នកជួយរៀបចំសាលូវិញរូម៉ូនាងក៏កាត់ហើយនាងនិយាយថាអត់អីទេទុកឲ្យនាងជាអ្នកជួយនិយាយអញ្ចឹងហើយសាលូហើយនឹងរូម៉ូក៏បានដើរចេញទៅរនយ៉ាងវិញគេនិយាយស្ដីឲ្យរនចឹងហ្មងគេប្រាប់រនចឹងថាតារនចឹងអត់ឃើញទេមែនថាមុននឹងទឹកមុខរបស់រូម៉ូនាងហូរចិត្តខ្លាំងណារនចឹងគេក៏និយាយថាតាឯងចង់ឲ្យយើងធ្វើម៉េចទោះបីជាពេលនេះគេធ្វើឲ្យរូម៉ូនាងសប្បាយចិត្តប៉ុន្តែថ្ងៃអនាគតទៅគេប្រកាសជាធ្វើឲ្យនាងខូចចិត្តហើយអញ្ចឹងហើយមានតែជំរឿននេះឯងដែលល្អបំផុតរនយ៉ាងគេក៏ស្ដីឲ្យថាបើមិនសាកផងមិននឹងដឹងទៅគេបញ្ចុះបញ្ចូលឲ្យរនចឹងនឹងនិយាយសារភាពស្នេហ៍ប្រាប់អារម្មណ៍របស់គេនឹងទៅឲ្យរូម៉ូបានដឹងទៅយ៉ាងហោចណាស់ក៏ធ្វើឲ្យរូម៉ូនាងបានដឹងការពិតដែរមើលគេទោះបីជារូម៉ូខំបដិសេធគេប៉ុណ្ណាក៏ដោយក៏គេនៅតែតស៊ូដែរប៉ុន្តែឥឡូវហ្នឹងគេសុកចិត្តចោះចាញ់គេឲ្យរនចឹងហ្នឹងទៅតស៊ូម្ដងទៅកាត់មកមើលរូម៉ូវិញរូម៉ូនាងសួរហ្វៃថាមិនក៏នាំនាងមកដើរផ្លូវហ្នឹងអញ្ចឹងវាស្ងាត់វាគួរឲ្យខ្លាចអីអញ្ចឹងណាមួយឥឡូវហ្នឹងវាយប់ហើយហ្វៃនាងនិយាយថាផ្លូវហ្នឹងផ្លូវកាត់ដល់ពេលអញ្ចឹងដើរទៅវាលឿននិយាយអញ្ចឹងហើយហ្វៃនាងក៏និយាយថានាងភ្លេចរបស់នៅក្នុងហាងរបស់នាងដល់ពេលអញ្ចឹងនាងប្រញាប់ទៅយកសិននិយាយអញ្ចឹងហើយហ្នឹងនាងក៏ប្រញាប់រត់ចេញទៅបាត់រូម៉ូនាងដើរម្នាក់ឯងនឹងមើលទៅនាងខ្លាចនៅខណៈហ្នឹងដែរភ្លើងនៅម្ដុំហ្នឹងភ្លឺឡើងចាចហ្មងណាហើយយើងក៏បានឃើញមុខរនចឹងនៅនឹងដែររូម៉ូហ្នឹងនាងបានដើរទៅរករនចឹងគេបានចាប់ផ្ដើមនិយាយពីរឿងអតីតកាលល្អៗរវាងពួកគេបាននិយាយថាគេបានស្គាល់រូម៉ូតាំងពីជួបគ្នាដំបូងមកម្ល៉េះរូម៉ូនេះមិនបានផ្លាស់ប្ដូរទេប៉ុន្តែមនុស្សដែលផ្លាស់ប្ដូរគឺជាគេកាលនោះគេមានគ្រោះថ្នាក់ធ្វើឲ្យមិត្តភក្តិរបស់គេម្នាក់បានស្លាប់ហើយក៏ត្រូវបញ្ជូនប្អូនប្រុសរបស់គេហ្នឹងទៅក្រៅប្រទេសទៀតគេគិតថាគេគ្មានមុខអីទៅជួបជាមួយនឹងរូម៉ូទៀតទេប៉ុន្តែគេគិតថាទេវតាពិតជាលេងសើចជាមួយនឹងគេខ្លាំងណាស់គេបែរជាមកជួបរូម៉ូជាច្រើនលើកជាច្រើនសារកាលនោះនាងធ្លាប់និយាយថាពេលដែលនាងបានជួបជាមួយនឹងរនចឹងប្រៀបបីដូចជាបានជួបយោស័ព្ទមួយដ៏ផ្អែមល្ហែមនៅក្នុងជីវិតដ៏ល្វីងជូរចត់របស់នាងអញ្ចឹងប៉ុន្តែសម្រាប់គេវិញនៅពេលដែលគេបានជួបរូម៉ូនាងប្រៀបបានដូចជាពន្លឺដ៏ចែងចាំងនៅក្នុងជីវិតរបស់គេអញ្ចឹងផ្លែកមកមើល3អ្នកគេនេះវិញកំពុងតែលបស្ដាប់ពីអ្នកគេនឹងនិយាយគ្នាហើយហ្វៃនាងក៏លន់មាត់ថាមនុស្សដូចជារនចឹងឃើញស្ងាត់ថ្មឹងតែពីរឿងធ្វើការក៏មានថ្ងៃដែលនិយាយផ្អែមល្ហែមអញ្ចឹងដែរហើយសាច់រឿងគេក៏បានសម័យឃើញថារនយ៉ាងហ្នឹងគេមិនត្រឹមតែនិយាយណាគេបានតែមកបញ្ចុះបញ្ចូលរនចឹងទៀតឲ្យនិយាយពីអារម្មណ៍ពិតទៅកាន់រូម៉ូទៅត្រូវតែមានភាពក្លាហានក្នុងការនិយាយអញ្ចឹងហើយបានជារនចឹងគេមកជួបជាមួយនឹងរូម៉ូពេលនេះរនចឹងគេក៏បន្តនិយាយទៀតថាគេតែងតែចង់និយាយពាក្យសុំទោសទៅកាន់រូម៉ូរហូតប៉ុន្តែគេអត់មានឱកាសអញ្ចឹងណារនចឹងគេក៏បានដើរខិតចូលទៅក្បែររូម៉ូប៉ុន្តែរូម៉ូវិញនាងក៏បានថយក្រោយ3អ្នកគេនៅខាងនេះវិញឡើងឆ្ងល់ហ្មងថាមិនក៏រូម៉ូនាងខិតឆ្ងាយចេញពីរនចឹងអញ្ចឹងរូម៉ូនាងក៏ចាប់ផ្ដើមនិយាយថានាងមិនទទួលការបកស្រាយអ្វីទាំងអស់ចេញពីមាត់រនចឹងហើយការចងចាំស្អីគេនោះក៏នាងបានបំភ្លេចចោលដែរឥឡូវនេះលោកមិនដូចជាលៀងយូកាលនៅពីក្មេងទេហើយនាងក៏ចង់ប្រាប់ថានាងបានបំភ្លេចអតីតកាលទាំងអស់នោះចោលហើយឥឡូវនេះនាងលែងចូលចិត្តលៀងយូលែងចូលចិត្តនរណាគេទាំងអស់រនចឹងគេរនិយាយអីបន្ថែមទៀតប៉ុន្តែរូម៉ូនាងក៏ខាត់ហើយនាងសួររនចឹងថាតើខ្ញុំនិយាយប៉ុណ្ណឹងហើយលោកអត់យល់ទេមែនខ្ញុំចង់បានន័យថាខ្ញុំលែងស្រឡាញ់លោកទៀតហើយ
ហើយលោកក៏ចាត់រៀបការជាមួយនឹងសៅលូដែរលោកធ្វើបាបខ្ញុំតែម្នាក់បានហើយកុំធ្វើបាបសៅលូម្នាក់ទៀតនាងពិតជាស្រឡាញ់លោកខ្លាំងណាស់និយាយអញ្ចឹងហើយរូម៉ូនាងក៏ដើរចេញទៅបាត់រនចឹងមើលទៅគេខូចចិត្តខ្លាំងមែនតើគេឡើងចង់សក់ទឹកភ្នែកម៉ាត់ហ្មងរនយ៉ាងគេក៏បញ្ញាប់រត់មកតាមរូម៉ូហើយគេសួររូម៉ូថាមានរឿងអីមែនគេពិតជាពិបាកខ្លាំងណាស់ក្នុងការបញ្ចុះបញ្ចូលរនចឹងឲ្យមកនិយាយការពិតនឹងអ្វីដែលនៅក្នុងចិត្តគាត់មកប្រាប់រូម៉ូវិញនិយាយថានេះមិនត្រូវការជួយរបស់រនយ៉ាងទេហើយរឿងនេះក៏មិនតាក់ទងជាមួយនឹងរនយ៉ាងដែរតែអ្នកទាំងពីរគាត់ថានៅលើโลกនេះមនុស្សប្រុសមានតែអ្នកទាំងពីរទេមែនឬមួយក៏នាងមានកំហុសដែលនាងនិយាយខ្លាំងៗទៅកាន់រនចឹងដោយសារតែរនចឹងមានជំងឺបេះដូងមែនបានជានាងមិនអាចនិយាយការប្រាប់ទៅកាន់គាត់បានរនយ៉ាងគេអស់អីនិយាយមកហើយគេក៏និយាយថាគេនឹងទុកពេលឲ្យរូម៉ូនាងនៅម្នាក់ឯងសិនចុះនិយាយហើយគេក៏ដើរចេញទៅរូម៉ូនាងក៏បានសម័យយើងឃើញថាតាមពិតទៅនាងនិយាយមុនហ្នឹងក៏ដោយសារតែនាងបានមកជួបជាមួយនឹងសៅលូនាងដឹងថាល្ងាចនេះរនចង់នឹងមកជួបជាមួយនឹងរូម៉ូដល់ពេលអញ្ចឹងនាងមកនិយាយប្រការទុកមុនឲ្យហើយនាងនិយាយថាមានតែនាងរៀបការជាមួយនឹងរនចង់ទេតែគ្រួសាររបស់នាងគ្រប់គ្រងរនស៊ីគ្រប់ហើយមានតែនាងឯងអាចមើលថាយ៉ាងបន្ទាប់ពីរនចង់នាងស្គាល់ចង់ច្បាស់គេគឺជាមនុស្សម្នាក់ដែលចូលចិត្តជួយអ្នកដទៃប៉ុន្តែសម្រាប់នាងវិញនាងគ្រាន់តែចង់បំពេញបំណងប្រាថ្នារបស់ខ្លួនឯងបន្តិចបន្តួចនេះតែប៉ុណ្ណោះរូម៉ូនាងក៏និយាយវិញថាសៅលូនឹងមិនស្រឡាញ់រនចង់ទេពេលណាដែលយើងស្រឡាញ់មនុស្សម្នាក់យើងប្រកាសជាចង់ឃើញម្នាក់នឹងរស់នៅដោយមានសុភមង្គលហើយសៅលូនេះនិយាយវិញនាងថានាងស្រឡាញ់រនចង់មុននឹងរូម៉ូនាងស្រឡាញ់រនចង់ទៀតនាងស្រឡាញ់រនចង់តាំងពីតូចមកម្លេះប៉ុន្តែនៅពេលដែលរនចង់គេបានត្រឡប់មកពីភូមិម៉ៃទីពេលនោះហើយរនចង់គេបានផ្លាស់ប្ដូរហើយនេះគឺជាកំហុសរបស់អ្នកដែលអ្នកមិនអាចថារក្សាអញ្ចឹងបានតែពីពេលនេះទៅនៅឆ្ងាយពីអញ្ចឹងទៅរូម៉ូនាងខ្លាំងដែរនាងថានាងមិនចាក់ចេញពីរនចង់ជាដាច់ខាតសៅលូនាងក៏ចាប់ផ្ដើមនិយាយគំរាមបណ្ដោយតែនាងនិយាយថាមានតែនាងឯងស្គាល់ហើយនឹងដឹងទីតាំងអ្នកដែលអាចបរិច្ចាគបេះដូងមកកាន់រនចង់បានដរាបណារនចង់មិនតង់ខ្លាចជាប្តីរបស់នាងទេនាងនឹងមិនវះកាត់ឲ្យរនចង់ជាដាច់ខាតតតែរនចង់ខ្លាចជាប្តីរបស់នាងទើបនាងវះកាត់ឲ្យរនចង់មានតែនាងឯងដែលអាចជួយឲ្យចង់បានរូម៉ូនាងក៏សួរថាតើសៅលូយកការរៀបការនឹងជាការដោះដូរមែនសៅលូនាងក៏និយាយថាអ្វីក៏ដោយបើសិនជានាងមិនបានទេនាងនឹងបំផ្លាញវាត្រឡប់មកកាន់រនយ៉ាងវិញគេបានមកសុំទោសរនចង់គេនិយាយថាមិនបាច់សុំទោសទេនេះជាបំណងប្រាថ្នារបស់គេដែលចង់ឲ្យរូម៉ូនឹងស្អប់គេកាន់តែខ្លាំងប៉ុន្តែគេគ្រាន់តែសោកស្ដាយថាគេមិនតមកបំពេញពាក្យសន្យាមួយជាមួយនឹងរូម៉ូតែមកដល់ថ្ងៃថ្មីយើងឃើញថារនចឹងគេបានបន្លំខ្លួនធ្វើជារនយ៉ាងហើយជីកង់មករករូម៉ូធ្វើដូចជាគេអត់កាត់អីអញ្ចឹងណាជីកង់មកដល់ខាងមុខរូម៉ូភ្លាមគេក៏បានមួកកកាឲ្យទៅរូម៉ូវិញនាងក៏ចម្លែកចិត្តដែររនចឹងដែលបានបន្លំខ្លួនធ្វើជារនយ៉ាងគេក៏និយាយថាដោយសារតែម្សិលមិញរនចឹងបានបូលីទៅកាន់រូម៉ូអញ្ចឹងហើយថ្ងៃនេះគេនៅមកសងចំនួនរនចឹងរូម៉ូនាងក៏និយាយសុំទោសទៅកាន់រនចឹងដែរដែលថាម្សិលមិញនោះនិយាយខ្លាំងទៅកាន់គេអញ្ចឹងណាបន្តមកទៀតពីអ្នកគេនឹងក៏បានជីកង់ដើរលេងជាមួយនឹងគ្នាការអនុស្សាវរីយ៍ល្អៗជាមួយនឹងគ្នាពួកគេទាំងពីរនាក់ព្រមទាំងបានមកបួងសួងនៅខាងមុខដើមឈើនេះទៀតផងបន្ទាប់ពីពួកគេបានបួងសួងហើយពួកគេក៏បានមកលេងសមុទ្រជាមួយនឹងគ្នាជាចុងក្រោយពួកគេក៏បានឡើងមកលើប៉មនេះដើម្បីមើលថ្ងៃលិចជាមួយនឹងគ្នាឡើងមកដល់ប៉មភ្លាមរនចង់គេធ្វើទុកខ្លាំងមែនតើប៉ុន្តែគេខំធ្វើដូចជាធម្មតារូម៉ូនាងក៏បារម្ភដែររនចង់ដោយសារតែខ្លាចរូម៉ូនាងចាប់បានក៏និយាយថាគេមិនអីទេដោយសារតែគេរត់លឿនពេកហើយរនចង់នៅតែឃើញរូម៉ូនាងបារម្ភពីគេក៏និយាយថាគេមិនអីនោះទេគេគឺជារនយ៉ាមិនមែនជារនចង់ដែលមានជំងឺនោះណាបន្ទាប់មកទៀតពួកគេទាំងពីរនាក់ក៏បានឈរមើលថ្ងៃលិចជាមួយនឹងគ្នារនចង់គេនិយាយថាថ្ងៃអនាគតគេប្រកាសជាខ្លាចទៅជាតកែខ្លាចទៅជាម្ចាស់ក្រុមហ៊ុនអញ្ចឹងហើយគេមិនអាចមកមើលថ្ងៃលិចជាមួយនឹងរូម៉ូបានទៀតទេអញ្ចឹងហើយគេនឹងចងចាំទស្សនភាពល្អៗនៅក្នុងថ្ងៃនេះរវាងគេទាំងពីរនាក់រូម៉ូនាងក៏ថាប្រកាសហើយនាងនឹងចងចាំថ្ងៃនេះអស់ពេញមួយជីវិតថ្ងៃនេះនាងពិតជាសប្បាយចិត្តខ្លាំងណាស់ត្រឡប់មកវិញរនចង់គេឲ្យរូម៉ូនាងត្រឡប់ទៅផ្ទះមុនទៅនាងយកកង់នោះទៅសងជិនវិញគ្រាន់តែរូម៉ូនាងបានដើរចេញទៅផុតតែបន្តិចរនចង់អាការៈគេធ្ងន់ធ្ងរខ្លាំងមែនតើហ្មងរូម៉ូនាងនៅក្បែរនឹងនាងក៏បញ្ញាប់ខលឲ្យហ្វាដខុននឹងមកជួយរនចង់ផងតាមពិតទៅនាងដឹងថាម្នាក់នឹងគឺជារនចង់មិនមែនជារនយ៉ាងតាំងពីដំបូងដោយសារតែរបៀបក្នុងការបើកកូការបស់គេនឹងដោយការពិទូចដដែលហ្មងរូម៉ូនាងយំបដាហើយនិយាយបដាថាអរគុណរនចង់ដែលលោកនៅចាំពាក្យសន្យារបស់ពួកយើងរូម៉ូ
នាងហ៊ានចាញ់ឯដោយសារតែរនចង់គេខំលេអីចឹងហើយមិនចង់ឲ្យរនចង់ដឹងថានាងដឹងការពិតដែរតែលូនាងមកនិយាយជាមួយនឹងរនចង់នាងថាថ្ងៃស្អែកគឺជាថ្ងៃរៀបការរបស់ពួកយើងហើយស្រាប់តែពេលនោះដែររនចង់គេនិយាយថាការរៀបការហ្នឹងមិនអាចកាត់ឡើងទេព្រោះដោយសារតែគេលែងចង់រៀបការហើយមនុស្សដែលគេស្រឡាញ់គឺរូម៉ូមិនមែនជាសៅលូទេឥឡូវនេះគេហ៊ាននិយាយការពិតប្រាប់ទៅកាន់សៅលូហើយសៅលូនាងក៏ទៅបើកភួយហើយនាងដឹងថាម្នាក់ហ្នឹងគឺជារនយ៉ាងបាត់ទៅហើយនាងនិយាយថានាងមិនខ្វល់ទេពីមុនមកនាងក៏ធ្លាប់ឮពាក្យទាំងអស់ហ្នឹងដែរនៅថ្ងៃអនាគតរនយ៉ាងប្រកាសជាខ្លាចជាប្អូនថ្លៃរបស់នាងហើយនាងសន្យាថានឹងមើលថែរនចង់ឲ្យបានល្អនាងធ្វើអ្វីគ្រប់យ៉ាងហ្នឹងក៏ដោយសារតែចង់ឲ្យរនចង់ល្អដែរនាងសង្ឃឹមថារនយ៉ាងគេនឹងយល់កន្លែងនេះសៅលូនាងនិយាយបង្កប់អត្ថន័យយ៉ាងម៉េចទេនេះកាន់មកដល់ថ្ងៃស្អែករូម៉ូនាងបានមកជួយរៀបចំសៅលូនៅពេលដែលគ្រប់គ្នាចេញទៅអស់សៅលូនាងក៏ប្រគល់រ៉ូបដែលចូលរួមក្នុងកម្មវិធីរបស់នាងហ្នឹងទៅឲ្យរូម៉ូនាងក៏សួរថាតើសៅលូប្រកាសអត់ថានឹងអាចព្យាបាលរនចង់បានសៅលូនាងនិយាយថាប្រកាសហើយនៅពេលដែលរនចង់រៀបការជាមួយនឹងនាងចាប់សັບគ្រប់នាងប្រកាសជាធ្វើការវះកាត់ឲ្យរនចង់ភ្លាមហ្មងកាន់មកដល់ខាងក្រៅវិញរនចង់គេបានណែនាំរនយ៉ាងប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាម្នាក់នេះគឺជាប្អូនប្រុសរបស់គេមានឈ្មោះថារនយ៉ាងហើយពេលនោះដែរក៏មានមនុស្សស្រីម្នាក់នោះមករាក់ទាក់ជាមួយនឹងរនយ៉ាងដូចចង់តាក់ទងគ្នាអីអញ្ចឹងណាប៉ុន្តែរនយ៉ាងគេនិយាយថាសុំទោសគេមានមនុស្សដែលគេស្រឡាញ់ហើយបន្តមកទៀតគេក៏បានដើរទៅរករូម៉ូគេនិយាយប្រាប់រូម៉ូថាម្នាក់ស្រីខាងនោះហ្នឹងគឺជាកូនស្រីរបស់ស៊ូរីគ្រប់ហើយនាងចាំមកតាក់ទងជាមួយនឹងគេហើយរូម៉ូនាងលឺអញ្ចឹងហើយនាងប្រច័ណ្ឌហើយនាងអន់ចិត្តអីអត់រូម៉ូនាងក៏និយាយលេងថាប្រច័ណ្ឌខ្លាំងទៀតលឺអញ្ចឹងហើយរនយ៉ាងគេនិយាយទាំងមុខសួរថាបើសិនជារូម៉ូនាងប្រច័ណ្ឌហេតុអីក៏មិនរៀបការជាមួយនឹងគេរនយ៉ាងគេក៏ប្រវាយស្ថានភាពនិយាយលេងសើចជាមួយនឹងរូម៉ូវិញអញ្ចឹងណាកុំឲ្យនាងមើលទៅពិបាកចិត្តហើយបន្តមកទៀតរនយ៉ាងគេបាននិយាយថានេះជាលើកចុងក្រោយដែលគេសួរថារូម៉ូព្រមធ្វើជាសង្សាររបស់គេឬអត់បើសិនជាលើកនេះរូម៉ូនៅតែនិយាយថាមិនយល់ព្រមគេនឹងលែងសួររឿងនេះទៅកាន់រូម៉ូអស់មួយជីវិតនឹងលែងមករញ៉េរញ៉ៃជាមួយនឹងរូម៉ូទៀតអញ្ចឹងណារូម៉ូនាងក៏អេអញអត់ដឹងថាត្រូវឆ្លើយថាម៉េចរនយ៉ាងគេក៏សើចគេនិយាយថាគេដឹងចម្លើយបាត់ទៅហើយរនយ៉ាងគេនិយាយថាទោះបីជាគេសួរទោះបីជាគេខំព្យាយាមប្រមាណដងទៀតក៏ដោយក៏ចម្លើយរបស់រូម៉ូក៏នៅតែដដែលដែរប៉ុន្តែឥឡូវនេះគេសុំប្រាប់រូម៉ូថាគេឈប់ស្រឡាញ់រូម៉ូហើយរូម៉ូនាងក៏សែតដែរនាងនិយាយថាសុំទោសរនយ៉ាងគេនិយាយថាមានរឿងអីត្រូវសុំទោសទៅហើយបើសិនជាថ្ងៃណាមួយគេខ្លាចទៅជាមិត្តប្រុសរបស់មនុស្សស្រីដទៃតើរូម៉ូនាងសោកស្ដាយអត់បើសិនជាពេលនោះរូម៉ូនាងសោកស្ដាយហើយនាងសុំវល់ឲ្យគេខ្លាចទៅជាសង្សាររបស់នាងវិញគេប្រកាសជាមិនអាចនិយាយយល់ព្រមបានទេដល់និយាយអញ្ចឹងហើយនឹងឃើញរូម៉ូសែតរនយ៉ាងគេក៏និយាយលេងសើចជាមួយនឹងរូម៉ូបន្ថែមទៀតនិយាយទៅណាត់រនយ៉ាងដែរក្នុងចិត្តនឹងវាឈឺចាប់ប៉ុន្តែនៅតែខំនិយាយលេងសើចដើម្បីឲ្យរូម៉ូនាងសប្បាយចិត្តកុំឲ្យនាងសែតអញ្ចឹងណាហើយពាក្យចុងក្រោយរបស់រនយ៉ាងនិយាយទៅកាន់រូម៉ូគឺគេជូនពរឲ្យរូម៉ូរស់នៅក្នុងជីវិតដែលរីករាយចង់និយាយថាមិនមើលឈុតនឹងហើយមិនយំខ្លាំងមែនតែនហ្មងពីមុនអាណិតរនចង់ដល់ពេលឥឡូវហ្នឹងអាណិតរនយ៉ាងខ្លាំងមែនតែនហ្មងសូម្បីតែនិយាយឥឡូវហ្នឹងក៏អួរដាំកដែរនេះឡែកមកមើលរនចង់វិញគេកំពុងតែមើលរូបថតរវាងគេហើយនឹងរូម៉ូរនយ៉ាងគេសួរថានៅមើលអីទៀតតិចទៀតរៀបការជាមួយនឹងសៅលូឯហ្នឹងណែឥឡូវផឹកតក្រូចនេះសិនទៅដោយសារតែរនចង់មិនអាចផឹកស្រាបានទេហើយរនយ៉ាងគេក៏និយាយប្រាប់រឿងដែលគេនឹងបានសុំស្រឡាញ់រូម៉ូនឹងច្រើនលើកច្រើនសារហើយសារនេះគឺដូចជារត់ដងអញ្ចឹងរូម៉ូនេះមិនយល់ព្រមទេរនយ៉ាងគេថាឥឡូវហ្នឹងគេចោះចាញ់ហើយគេពិតជាមិនយល់អំពីរូម៉ូហើយនឹងរនចង់ទេស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែមិនដែលនិយាយពាក្យថាស្រឡាញ់គ្នាទេតែងតែរុញគ្នាចេញរហូតដល់ពេលអញ្ចឹងធ្វើឲ្យគេមានអារម្មណ៍មិនសូវល្អសោះប៉ុន្តែឥឡូវគិតអញ្ចេះវិញហីខ្ញុំនឹងទៅរៀបការជាមួយនឹងសាលូជំនួសអ្នករៀបដូចជាអ្វីដែលយើងធ្លាប់ធ្វើរដងគ្រាន់តែនិយាយអញ្ចឹងហើយរនចង់គេវល់មុខស្លាប់បាត់ដោយសារតែនៅក្នុងតក្រូចហ្នឹងរនយ៉ាងគេបានដាក់ថ្នាំស្លាប់បន្ទាប់ពីរនចង់ស្លាប់ហើយរនយ៉ាងគេនិយាយថាអបអរសាទរខ្ញុំឈ្នះអ្នកម្ដងទៀតហើយកំពុងតែតបតែងខ្លួនធ្វើជាកូនកំឡោះរនយ៉ាងគេក៏បានសម័យទៅដល់រឿងអតីតកាលចាស់បន្ទាប់ពីស្លៀកពាក់ហើយគេក៏បានទៅយកផ្កាលើអារបស់គេទៅពាក់ឲ្យរនចង់វិញដើម្បីបញ្ជាក់ថារនចង់ហ្នឹងគឺជាគេហើយគេគឺជារនចង់ហើយគេនិយាយថាគេមិនចង់ឲ្យរនចង់ខ្លាចទៅជារនចង់ទេគេចង់ខ្លាចទៅជារនចង់វិញនេះគឺជាចិញ្ចៀនដែលម៉ាក់របស់ពួកយើងបានទុកឲ្យខ្ញុំនៅពេលដែលខ្ញុំអាចស្វែងរកមនុស្សស្រីដែលខ្ញុំស្រឡាញ់បានខ្ញុំនឹងប្រកួតចិញ្ចៀននេះឲ្យនាងពេលនេះខ្ញុំរកបានហើយប៉ុន្តែនាងមិនស្រឡាញ់ខ្ញុំវិញទេឥឡូវនេះខ្ញុំផ្ញើចិញ្ចៀននេះនៅអ្នកខ្ញុំមិនដែលបានហៅអ្នកថាបងប្រុសទេបងប្រុសប៉ុន្តែសោកស្ដាយខ្ញុំមិនបានឮវាទេមិនអីនោះទេនៅមានឱកាសច្រើនទៀតដែលអ្នកអាចស្ដាប់ឮខ្ញុំហៅអ្នកថាបងប្រុសអរគុណអ្នកសម្រាប់ប្រហែលឆ្នាំនេះរឿង
អ្វីទាំងអស់ទុកឲ្យខ្ញុំជាអ្នកដោះស្រាយចំនួននេះលេខមកមើលអ្នកស្រីលូវិញគាត់បានមកមើលលោកវូគាត់និយាយថាឆឹងវូយើងបានមកមើលឯងហើយនៅខាងក្នុងមង្គលការនេះវិញរូម៉ូនាងឃើញថាអ្នករត់តុកពីរអ្នកនេះដូចជាមិនសូវស្រួលសោះដល់ពេលអញ្ចឹងនាងក៏ដើរទៅតាមពីរអ្នកហ្នឹងពីរអ្នកគេហ្នឹងពិតជាអត់ស្រួលមែនដោយសារតែគេចង់មកចាប់រនយ៉ាងប៉ុន្តែហេងសុយអីម្នាក់ហ្នឹងគឺជារនចង់ហ្នឹងពីរអ្នកគេហ្នឹងឆ្ងល់ដែរថាមិនក៏រនយ៉ាងនៅទីនេះអញ្ចឹងហើយពាក់សម្លៀកបំពាក់កូនកំឡោះទៀតប៉ុន្តែពីរអ្នកគេហ្នឹងមិនខ្វល់ច្រើនដែរដោយសារតែរនចង់ហ្នឹងនៅខាងក្រៅកំពុងតែរៀបពិធីមង្គលការអញ្ចឹងហើយម្នាក់នេះប្រកាសជារនយ៉ាងហើយនៅពេលដែលគេបានដាក់រនចង់ទៅក្នុងធុងហ្នឹងហើយរូម៉ូនាងក៏មកដល់ល្មមហើយនាងសួរថាតើពីរអ្នកហ្នឹងមកខាងក្នុងបន្ទប់ហ្នឹងធ្វើអីហើយនៅខាងក្នុងនេះគឺជាអីគេពីរអ្នកហ្នឹងក៏យកលេសថាមករៀបបន្ទប់ហើយនៅខាងក្នុងហ្នឹងសុទ្ធតែជាស្រាទេរូម៉ូនេះមិនជឿនាងសុំបើកមើលបន្តិចរូម៉ូនេះមិនទាន់បានបើកផងពីរអ្នកហ្នឹងបានមកខ្ទប់ចំហរូម៉ូបាត់ទៅហើយកន្លែងមកមើលខាងក្រៅនេះវិញមង្គលការក៏បានចាប់ផ្ដើមកូនកំមុំក៏បានដើរមកគឺជាស្រាលូយើងនឹងឯងនិយាយពីថានាងសប្បាយចិត្តខ្លាំងមែនតើហ្មងណាវៃនាងសួរសិនចាងថាមានឃើញរូម៉ូអត់ប៉ុន្តែសិនចាងគេថាគេអត់ឃើញដែរហ្នឹងវៃនាងពិតជាបារម្ភពីរូម៉ូខ្លាំងមែនតើនាងថានាងត្រូវទៅហៅរូម៉ូដោយសារតែខ្លាចតែឥឡូវហ្នឹងរូម៉ូនេះកំពុងតែលាក់ខ្លួនយំនៅតែម្នាក់ឯងនៅកន្លែងណាអញ្ចឹងណានឹងដែរចំនួនការសាងក៏បានសឹបប្រាប់ទៅកាន់សាវលូថាឥឡូវហ្នឹងអត់ឃើញរូម៉ូឯងហើយរូម៉ូហ្នឹងគឺជាអ្នកដែលត្រូវយកចិញ្ចៀនឲ្យពួកគេពាក់ឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាសាវលូនឹងនិយាយថាបាច់ខ្វល់ទេរំលងវគ្គហ្នឹងចោលចូលមកដល់វគ្គបន្ទាប់ហ្នឹងចំនួនការសាងក៏បានសួរថាកញ្ញាលូតើអ្នកព្រមរៀបការជាមួយនឹងលោករនចង់អត់សាវលូនេះនិយាយឡើងផ្អែមឡើងហែមហ្មងនេះនិយាយថានាងខ្ញុំឈ្មោះសាវលូព្រមយករនចង់ធ្វើជាស្វាមីមិនថាមានឬមួយក៏ក្រឈឺឬក៏ជានាងនឹងនៅមើលថែរនចង់អស់មួយជីវិតហើយនិយាយទៅសាវលូនេះនិយាយពីផ្អែមល្ហែមច្រើនខ្លាំងមែនតើទៅកាន់រនចង់ណាបន្ទាប់ពីសាវលូនេះនិយាយចាប់ហើយគេក៏សួរទៅកាន់រនចង់ម្ដងប៉ុន្តែរនយ៉ាងគេនៅតែសម្លឹងមុខសាវលូហាក់មាននិយាយអីទាំងអស់សាវលូនេះក៏ហៅឈ្មោះរនចង់ថាអញ្ចឹងតបមកនឹងជំនួយការសាងក៏បានប្រវាយស្ថានភាពដោយគេបានសួរសំណួរនឹងម្ដងទៀតប៉ុន្តែគេនិយាយវែងឡាយខ្លាំងមែនតើជំនួយការសាងគេនិយាយចប់ហើយក៏រនយ៉ាងនឹងអត់តន់ឆ្លើយអីដែរសាវលូនេះក៏និយាយថាកុំធ្វើអញ្ចឹងបានអត់ចឹងប៉ុន្តែសាវលូនេះអត់ដឹងទេថាម្នាក់នឹងគឺជារនយ៉ាងទេបន្ទាប់មកទៀតរនយ៉ាងនឹងគេក៏ចាប់ផ្ដើមនិយាយថាសម្រាប់គេគឺគេនឹងមិនយកព្រមរៀបការទេខណៈនឹងដែរវៃនាងរត់មកទៅហេបទៅហោផាញ់និយាយថាមានរឿងធំអីនាងថាមានណាគេម្នាក់នឹងបានចាប់រនយ៉ាងហើយនឹងរូម៉ូទៅបាត់ហើយរនយ៉ាងបាត់ប្រកាសណាវិញគេគ្រាន់តែលឺអញ្ចឹងហើយគេក៏បញ្ញាប់រត់ចេញទៅភ្លាមហើយមនុស្សនៅក្នុងកម្មវិធីនឹងក៏ចាប់ផ្ដើមឆោឡោនៅខាងក្នុងឡានឯនេះវិញរូម៉ូនេះបានដាក់ឲ្យរនចង់នឹងគេក្រោកឡើងបន្ទាប់ពីរនចង់គេក្រោកឡើងនឹងទើបដឹងថាម្នាក់នឹងមិនមែនជារនយ៉ាងទេគឺជារនចង់លេមកមើលសាឡូវិញនាងបានហៅតាក់ស៊ីឲ្យជិះទៅភូមិ3ទីទៅហើយនាងញ៉ាំទាំងមានគំនួចនិយាយតែម្នាក់ឯងថាទៅទៀតនាងនឹងបានរស់នៅជាមួយនឹងអញ្ចឹងអស់មួយជីវិតហើយអ្នកដែលចាប់រូម៉ូហើយនឹងរនចង់មកនឹងអត់មានណាគេឆ្ងាយទេគឺជាអ្នកស្រីលូនឹងឯងពីអ្នកនោះគេនិយាយថាដំបូងនឹងគេចង់ចាប់តារនយ៉ាងមកទេប៉ុន្តែមនុស្សស្រីម្នាក់នេះមកញ៉ៃក្នុងផែនការរបស់គេពួកគេក៏ចាប់នាងមកដែរទៅកន្លែងនេះអ្នកស្រីលូក៏មិនទាន់ដឹងដែរថាម្នាក់នឹងគឺជារនចង់ទេមិនមែនជារនយ៉ាងទេហើយបន្តមកទៀតអ្នកស្រីលូនឹងក៏បានឲ្យគ្នានឹងវាយរនចង់ទៅរនចង់គេនិយាយថាឲ្យដោះលែងរូម៉ូទៅនេះមិនមានពាក់ព័ន្ធអីនៅក្នុងរឿងនេះទេអ្នកស្រីលូគាត់ក៏សើគាត់និយាយថាគិតតែពីរឿងរបស់ឯងទៅឯងជួយខ្លួនឯងមិនទាន់បានផងឯងចង់ជួយគេមែនហើយអ្នកស្រីលូគាត់និយាយបដាយំបដាឲ្យគាត់ខឹងខ្លាំងមែនតើហ្មងគាត់និយាយថាឯងឃើញអត់ឯងឃើញទីនេះអត់វាកន្លងទៅអស់រយៈពេល10ឆ្នាំហើយប៉ុន្តែយើងនៅតែឈឺចិត្តរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយគាត់កាន់រូបថតអូនរបស់គាត់ហើយនិយាយថាអូនប្រុសឯងឃើញតែឥឡូវនេះយើងបាននាំគេមកជួបឯងហើយបងនឹងធ្វើការសងសឹកទៅឲ្យឯងនិយាយហើយអ្នកស្រីលូបំរុងនឹងយកកំបិតយកមកចាក់រនចឹងតែរនយ៉ាងគេមកដល់ហើយគេនិយាយថាម្នាក់ហ្នឹងមិនមែនជារនយ៉ាងទេគេគឺជារនយ៉ាងទេម្នាក់នោះគឺជារនចឹងទេដោយសារតែគេមិនចង់ឲ្យរនចឹងរៀបការជាមួយនឹងសាលូទៅគេបន្លំខ្លួនធ្វើជារនចឹងឥឡូវនេះដោះលែងគាត់ទៅមានរឿងអីមករកគេរនចឹងគេក៏និយាយថាប៉ុន្តែកាលពី10ឆ្នាំមុនគេគឺជាអ្នកបើកឡានស្រីមិនទាន់ដឹងទេថាពេលនោះរនយ៉ាងគេមិនទាន់ចេះបើកឡានទេចឹងហើយរឿងទាំងអស់ខ្ញុំជាអ្នកធ្វើមិនពាក់ព័ន្ធអីជាមួយនឹងរនយ៉ាងទេអ្នកស្រីលូគាត់អស់សំណើចមកហើយគាត់និយាយថាឯងពិតជាលាក់បាំងការពិតបានយូរហើយយើងបានរស់នៅក្នុងសម័យងងឹតអស់រយៈពេល10ឆ្នាំហើយដែលមើលទៅអ្នកស្រីលូបំរុងនឹងចាក់រនចឹងរនយ៉ាងគេក៏និយាយថារឿងហ្នឹងវាបានកាត់ឡើងអស់រយៈពេល10ឆ្នាំហើយវាកន្លងហួសទៅយូរហើយប៉ុន្តែគេគឺជាអ្នកសម្រាប់ឆឹងវូចឹងហើយគួរណាតែបំភ្លេចរឿង10ឆ្នាំមុនទៅមកសងសឹកជាមួយនឹងគេអ្នកស្រីលូគាត់ឡើងវល់ពេញហ្នឹងហ្មងហើយគាត់និយាយថាពីអ្នកបងប្អូនឯងពិតជាខ្វាយខ្វល់ជាមួយនឹងគ្នាណាស្រីលូក៏បានបដូរមុខសញ្ញាទៅរករូម៉ូវិញហើយគាត់និយាយថាគាត់នឹងធ្វើបាបមនុស្សស្រីដែលពីរអ្នកឯងស្រឡាញ់ជំនួសវិញចង់ដឹងថាតើពីរអ្នកឯងហ្នឹងមានអា
អារម្មណ៍ខូចចិត្តបែបណាពីអ្នកគេនឹងក៏ខាត់ហ្មងថាកុំឲ្យអ្នកស្រីលូធ្វើអញ្ចឹងអីអ្នកស្រីលូនឹងគាត់ក៏និយាយថាបើមិនអញ្ចឹងទេឲ្យរនចឹងលូតចុះទៅរនចឹងគេក៏យកព្រមអ្នកស្រីលូនឹងស្រ័យបង្ខំឲ្យរនចឹងនឹងឆាប់លូតចុះទៅប៉ុន្តែជាអាការល្អរនចឹងគេក៏បានចាប់កាន់កាំបិតរបស់ស្រីលូបតាបតាប់ជាមួយនឹងអ្នកស្រីលូអញ្ចឹងណាពេលនឹងដែរវាយគ្នាអីពេញនឹងញ៉ែញ៉ៃពេញនឹងហ្មងអ្នកស្រីលូនឹងគាត់ក៏បានដោះអាវរបស់គាត់ឲ្យឃើញថាគាត់បានដាក់គ្រាប់បែកមកគាត់ព្រមទាំងបាននិយាយថាគ្មាននរណាគេម្នាក់អាចរួចខ្លួនចេញពីកន្លែងនេះបានទេរនយ៉ាងគេឃើញអញ្ចឹងហើយគេក៏ប្រញាប់ទៅអប់អ្នកស្រីលូហើយឲ្យរនចឹងនឹងនាំរូម៉ូរត់គេចសិនទៅខណៈនឹងដែរសាលូនេះក៏បានមកដល់នៅពេលដែលរនចឹងបាននាំរូម៉ូរត់គេចទៅដល់កន្លែងសុវត្ថិភាពហើយគេក៏ប្រញាប់រត់ទៅជួយរនយ៉ាងវិញរនយ៉ាងគេក៏ស្រ័យប្រាប់ឲ្យរនចឹងនឹងកុំចូលមកអីប៉ុន្តែរនចឹងគេនៅតែរត់ចូលអញ្ចឹងចំណែករនយ៉ាងវិញគេក៏បតាប់ជាមួយនឹងអ្នកស្រីលូដើម្បីរត់គេចចេញដែរប៉ុន្តែរនយ៉ាងរត់ចេញបានតែបន្តិចហើយរនចឹងនឹងរត់ទៅជិតដល់គ្រាប់បែកនឹងក៏ផ្ទុះភុងម្នាក់ដែលនៅក្បែរនឹងគឺថាខ្ទាតមកទំហឹងហ្មងណាសាលូហើយនឹងរូម៉ូពួកគេទាំងពីរនាក់ស្លាប់បាត់ហើយតែយើងក៏មិនទាន់បានដឹងសុខទុក្ខរបស់រនចឹងហើយនឹងរនយ៉ាងទេនឹងហើយអ្នកនរគ្នាសម្រាប់ភាគនេះដែរមានក៏សូមឆ្លើយតាមតែប៉ុណ្្នឹងសិនបើសិនជាអ្នកនរគ្នាចូលចិត្តការសម្ដែងរបស់ admin អ្នកទាំងអស់គ្នាអាចឧបត្ថម្ភនិងលើកទឹកចិត្ត admin តាមរយៈ QR code មួយនេះបានអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាភាគនេះជួបគ្នានៅវីដេអូក្រោយបាយបាយ